នេះគឺជាវីដេអូដំណើរកម្សាន្តទៅខេត្តកំពតនិងកែបរយៈពេលមួយយប់2ថ្ងៃជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដំណើរកម្សាន្តទៅខេត្តកំពតនិងកែបរយៈពេលមួយយប់2ថ្ងៃអញ្ចឹងតោះទៅតាមតាបងប្អូនគ្នាតើខ្ញុំនឹងទៅលេងទីកន្លែងណានិងដើរលេងទៅកន្លែងណាខ្លះតោះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាមុននឹងចូលដល់ក្បាលវីដេអូខ្ញុំសូមណែនាំដល់បងប្អូនទាំងអស់គ្នាបានស្គាល់ក្រុមហ៊ុនមួយដែលនាំចូលនាំចេញពីប្រទេសជប៉ុនមកប្រទេសខ្មែរឬក៏យកអីវ៉ាន់ពីប្រទេសខ្មែរទៅប្រទេសជប៉ុនក្រុមហ៊ុននោះគឺមានឈ្មោះថា Nan Fujitani អ្នកទាំងអស់គ្នាបើចង់ដឹងព័ត៌មានលម្អិតឬចង់តាក់ទងសួរពីព័ត៌មានការនាំចេញនាំចូលពីអីវ៉ាន់ពីប្រទេសជប៉ុនសូមធ្វើការតាក់ទងតាមរយៈ page មួយនេះដើម្បីសួរព័ត៌មានលម្អិតហ្នឹងហើយអ្នកទាំងអស់គ្នានៅមានមួយទៀតអ្នកទាំងអស់គ្នាបើសិនជាមានបញ្ហាមិនសិនជាអត់ដើរមានក្លិនអត់ល្អឬមួយក៏មានបញ្ហាចង់ដូរទីតាំងឬមួយក៏ខូចអីសូមធ្វើការតាក់ទងតាម Facebook ដែលមានឈ្មោះជាងសិនជាក៏បានឬក៏អ្នកទាំងអស់គ្នាអាចខលទៅលេខទូរស័ព្ទដែលខ្ញុំនឹងដាក់លើវីដេអូមួយនេះនឹងឲ្យបងប្អូនទាំងអស់គ្នាកុំភ្លេចតាមវីដេអូនេះតទៅតាមបន្តដល់ចប់ដើម្បីដឹងពីកន្លែង resort នៅក្នុងខេត្តកំពតមួយកន្លែងដែលមានតម្លៃថោកចាយលុយត្រឹមតែ$20បានបន្ទប់មួយក្រែ2ដើមនៃក្បាលវីដេអូហ្នឹងខ្ញុំបានងើបតាំងពីម៉ោង3ដើម្បីរៀបចំកៅអៅខោយើងញ័រដាក់ចូលក្នុងកាបូបហើយយកកាបូបហ្នឹងយកមកចងនៅលើម៉ូតូដើម្បីរៀបចំចេញដំណើរហើយមុននឹងចេញដំណើរខ្ញុំបានឆែកមើលលើម៉ូតូរបស់ខ្ញុំដែរវាធូរកង់អត់បូមក៏ធ្លាប់បូមក៏ដូរហើយប្រេងម៉ាស៊ីនក៏ដូរហើយដែរខ្ញុំក៏បានរៀបចំចេញដំណើរមុនដែលយើងចេញដំណើរហ្នឹងមិនមែនចេញយកតែម្ដងទេយើងត្រូវទៅជួបគ្នានៅម៉ាតមួយកន្លែងនៅក្នុងបរិយាភពថ្មីហ្នឹងដល់ម្ចាស់ខ្ញុំហ្នឹងដើម្បីជួបបុគ្គលពីរនាក់ទៀតតែគាត់រួមដំណើរជាមួយយើងហើយវីដេអូនេះផងដែរសូមបងប្អូនកុំប្រកែកប្រកាន់ក្នុងការបញ្ចូលសម្លេងរបស់ខ្ញុំដែលមានការដាក់រដួសបន្តិចហើយវាមិនមែនជាការស្ទាត់ជំនាញរបស់ខ្ញុំទេអញ្ចឹងសង្ឃឹមថាបងប្អូនកុំប្រកែកប្រកាន់ក៏អូសដំណើរដើមតងនឹងការបញ្ចូលសម្លេងរបស់ខ្ញុំអីណាអរគុណច្រើនតោះឥឡូវយើងក៏បានមកដល់ម៉ាតមួយកន្លែងនៅក្នុងបរិយាភពថ្មីហើយពីរនាក់គាត់ក៏បានរកចាំខ្ញុំហើយស្ទង់10នាទីដែរហើយឥឡូវយើងបានមកដល់ហើយគាត់បាននិយាយប្រាប់ខ្ញុំថាឥឡូវអាវ៉ាន់គាត់ច្រើនណាស់ពេលនោះផងដែរខ្ញុំក៏បានសម្រេចចិត្តយកអាវ៉ាន់របស់គាត់មួយសម្រាប់អាហ្នឹងគឺជាកៅអីតុកដែលយើងយកទៅទុកដាក់តុកខ្លួនឯងកុំឲ្យជួកន្លែងគេអស់លុយអស់អីចឹងណាបងប្អូនទាំងអស់គ្នាហើយយ៉ាងនេះទៅពេលដល់ដាក់បន្ថែមអាវ៉ាន់មួយទៀតមកឲ្យខ្ញុំនិយាយត្រង់បើម៉ូតូវេចង្កូតយកទៅម្ដងវាធ្ងន់ខាងក្រោយហើយណាមួយខ្ញុំជិះ2នាក់ធ្ងន់ទៀតនិយាយទៅម៉ូតូស្គូពីមួយនេះគឺដាក់ចំនួនអត់ក្រ200គីឡូអានេះយកបូករួមទាំងគីឡូខ្ញុំនិងគីឡូគូដឹងរបស់ខ្ញុំអញ្ចឹងបូកទាំងអាវ៉ាន់ទៅប្រហែលវាខ្ទង់បាត់ក្រោម200គីឡូ200គីឡូឡើងបន្ទាប់ពីពិភាក្សាវែកនិយាយរឿងអាវ៉ាន់រួចរាល់ហើយពួកយើងក៏បានចូលមករកអីញ៉ាំយកអញ្ចឹងប៉ុន្តែពួកគាត់ទាំងអស់គ្នាដូចជាខ្ញុំអញ្ចឹងខ្ញុំពេលព្រឹកលំឡើងពេកព្រឹកពេកនិយាយមកទាំងអស់តែព្រឹកពេកគឺខ្ញុំញ៉ាំអត់ចូលទេអញ្ចឹងបើសិនជាអាចខ្ញុំផឹកអីបីជំនួយកន្លងហើយបើជំនួយគេតាមផ្លូវអញ្ចឹងណាហើយដើមមួយយប់មិញហ្នឹងគឺអត់បានគេសោះតម្រង់ឲ្យតែរៀបចេញដំណើរទៅណាមកណាក៏ដោយគឺខ្ញុំអត់ដែរដេកអត់លក់អត់ដឹងមិនតែមានបងប្អូនណាដែលគាត់ដូចខ្ញុំខ្លះហើយពេលចេញទ្រីបលើកហ្នឹងមិនមែនអត់ដេកទៅយ៉ាងទេខ្ញុំនិយាយត្រង់4នាក់គឺអត់ដេកទៅ4ហើយបន្ទាប់ពីយើងទិញទឹកហូបដូចជា M150 ដែរដើម្បីភៅកម្លាំងហើយមកងុយគេតាមផ្លូវហើយយើងក៏រៀបចំតោះចេញដំណើរទាំងអស់គ្នាទៅតាមផ្លូវហើយទៅតាមផ្លូវក៏យើងក៏បំភ្លេចដែរគឺចាក់សាំងបើអត់ចាក់សាំងក៏ទៅមុខក៏មិនរួចដែរព្រោះថាអត់សាំងគឺបន្ទោអត់ទៅមុខហ្នឹងហើយវាមិនខុសអីពិសេសណាស់ពិសេសបើយើងមិនឲ្យស៊ីស្មៅយើងជិះវាក៏បានយូរដែរហើយម៉ូតូដូចគ្នាបើយើងចង់ជិះបានយូរដូចតែយើងត្រូវឲ្យវាត្រូវចាក់សាំងឲ្យវាហើយសេះក៏ដូចគ្នាបើចង់ឲ្យវាទៅដល់ខូដៅហើយរត់បានឆ្ងាយហើយបានលឿនត្រូវឲ្យវាស៊ីស្មៅដូចគ្នាខ្ញុំនិយាយលេបងប្អូនទាំងអស់គ្នាហើយសេះគឺសេះម៉ូតូគឺម៉ូតូគឺជាគ្រឿងចាក់សេះវាគឺជាសត្វអញ្ចឹងវាមិនអាចប្រៀបធៀបនៃដូចគ្នាបានទេតែគ្រាន់ថាការធ្វើដំណើរហ្នឹងគឺវាប្រៀបដូចជាសេះម៉ូតូយើងណាហើយបើសេះគឺវាជាសត្វហ្នឹងហើយទៅនិយាយចោះនិយាយឡើងគឺវល់ៗໄວដែរអូខេក៏កុំវល់ជាមួយខ្ញុំនឹងការចូលសម្លេងដែលអត់មានទឹកដមហើយការនិយាយស្ដីអត់ព្រោះហើយស្ដាប់មិនសូវបានអូខេអញ្ចឹងយើងទៅតាមដានបងប្អូនគ្នាតើវីដេអូនេះខ្ញុំចង់ប្រាប់អ្នកបងប្អូនគ្នាថាកន្លែងដែលខ្ញុំទៅហូបទិញគ្រឿងសមុទ្រគ្រឿងអីហ្នឹងនៅកន្លែងណាហើយទិញអស់ប្រហែលហើយថោកអត់ហើយជាពិសេសកន្លែង resort គឺថោកមែនតើបងប្អូនទាំងអស់គ្នាអត់មកយប់តែ$20ទេ
ទាំងថោកទាំងមានអាងហែទឹកអាចយកមកហូបចូលដោយសេរីហើយជាពិសេសអ្នកនរគ្នាអាចញ៉ាំហើយមានដូចជាក្រានអាំងសាច់គេមានជួរក្រានអាំងសាច់ញ៉ាំតើចំនួនតាម10000រៀលទេសម្រាប់អ្នកដែលគាត់ចង់អាំងសាច់បែបលក្ខណៈនៅអាងទឹកតែថាគាត់ចង់ហែទឹកលេងជ្រៀលឈៀលជែកគ្នាលេងញ៉ាំអីអាំងសាច់ហូបអីចឹងណាណាមួយបន្ទប់ទឹកគេក៏ស្អាតកន្លែងងូតទឹកកន្លែងគេងស្អាតមកចប់បូករួមទាំងភ្ញៀវដែលមកដល់គឺសិតតែពេញរីសតនេះខ្ញុំអាចនិយាយបានថា9លើ10សម្រាប់ខ្ញុំណាដើមមួយក៏ប៉ុន្តែរីសតដែលខ្ញុំត្រូវគេងមិនមែននៅកន្លែងរីសតហ្នឹងទេត្រូវរីសតមួយទៀតប៉ុន្តែកន្លែងរីសតដែលខ្ញុំត្រូវគេងហ្នឹងគឺពេញកន្លែងដែលមាត់ស្ទឹងដងព្រែកកន្លែងដែលមានបន្ទប់នៅមាត់ស្ទឹងដងព្រែកដែលយើងអាចដាក់អីឈៀលញ៉ាំអីអាំងសាច់អីចឹងណាប៉ុន្តែខ្ញុំត្រូវជួអាថ្លៃខ្ញុំត្រូវកក់អាថ្លៃយកបដិចក៏ប្រគេងទេប៉ុន្តែវាចង្រៃអីវាពេញសម្រាប់សេចក្តីទៅគឺខ្ញុំមានកម្រងទៅរីសតដំបងគេបំផុតហ្នឹងនៅចិត្តបឹងគីឡូហើយវាមានតម្លៃថ្លៃពិតមែនប៉ុន្តែវា fresh ហ្មងគឺវាតាំងពីមុខមាត់ព្រែកបន្ទប់បើកដល់ឃើញទឹកឃើញអីហ្មងអាចលេងទឹកនឹងបានដាក់តុកដាក់កៅអីអាំងសាច់ញ៉ាំលេងជជែកគ្នាលេងនឹងបានអាចលេងហ្គីតាលេងឲ្យស្ងប់ស្ងាត់ទៀតអត់មានភ្ញៀវញ៉ៃទេប៉ុន្តែវាពេញហើយទី2ហ្នឹងវាអាឡៃបឹងគីឡូជាប់បឹងគីឡូមួយចិត្តរីសតដូចមួយគ្នាទៅបានឆាតទៅសុំគេសួរគេពីការកក់រីសតហ្នឹងគេប្រាប់តែពេញទៀតខ្ញុំនិយាយបែបគឺថ្ងៃហ្នឹងគឺពិតជាសយមែនទេវាអត់បានទៅកន្លែងដែលរីសតដែលយើងត្រូវទៅតែក៏មិនអីដែរអារីសតតែទី3ហ្នឹងគឺរីសតដែលខ្ញុំត្រូវទៅហើយអ្នកនរគ្នាអាចតាមដានមើលពីដើមរហូតដល់ចប់ពេលទៅចង់វីដេអូខ្ញុំនឹងប្រាប់ថារីសតហ្នឹងឈ្មោះអីហើយនៅកន្លែងណាជាប់នៅកន្លែងណាអញ្ចឹងណាអរគុណច្រើនតោះយើងទៅតាមដានទាំងអស់គ្នាបន្តទៀតនៅសកម្មភាពដែលខ្ញុំចាក់សាំងនេះខ្ញុំចាក់តែក្រាស់សាំងការតិចទេការតិចគឺល្អបំផុតគឺធ្វើឲ្យម៉ូតូយើងស្ទុះហើយបួទៅអត់ដាច់ទេខ្ញុំពេលច្រើនខ្ញុំទៅតាមខេត្តឆ្ងាយខ្ញុំចាក់តែការតិចទេហើយទៅពេលមិត្តភក្តិខ្ញុំចាក់សារតិចដែរនិយាយទៅតាំងពីដើមហ្មងតាំងពីក្មេងរហូតតាំងពីចេះជិះម៉ូតូគឺចាក់សារតិចទេប៉ុន្តែលោកតាខ្ញុំទៅខេត្តឆ្ងាយទៅខ្ញុំចាក់សាំងវាដាច់អត់មានការតិចអីចឹងណាទៅខ្ញុំអាចចាក់ដូចជាតេឡាឬមួយក៏តូតាល់អីចឹងទៅបន្ទាប់ពីចាក់សាំងរួចមកហើយហ្នឹងយើងក៏បន្តដំណើរទៅកាន់អង្គកសោមហ្នឹងហើយព្រោះថាយើងត្រូវស្រោតដំណើរទៅដល់អង្គកសោមដើម្បីញ៉ាំអីចឹងណាបងព្រោះថាពេលដែលយើងងើបមកម៉ោង3យើងរៀបចំចេញដំណើរពីផ្ទះលោតមកតាមផ្លូវនេះគឺវាម៉ោង3ភ្លឺយើងអត់ទាន់ឃ្លានទេចូលម៉ាតចូលអីហើយអត់ឃ្លានទេហូបរបស់អីក៏អត់ចូលដែរជាធម្មតាហ្នឹងវាព្រឹកពេកទៀបភ្លឺណាដល់ពេលអាភ្លឺហើយនេះម៉ោងក្បែរ6 5ជាង6 6ជាង7ហ្នឹងគឺចាប់ដើមមនុស្សយើងជាធម្មតាទេគឺចាប់ដើមកោពោះហើយឃ្លាតយកតែម្ដងអញ្ចឹងហើយយើងក៏សូត្រដំណើរដើម្បីទៅដល់ផ្លូវអង្គកសោមហើយកន្លែងដែលខ្ញុំចូលហូបអីហ្នឹងឲ្យតែខ្ញុំជីកាត់អង្គកសោមគឺខ្ញុំចំណាំកន្លែងហ្នឹងតែខ្ញុំភ្លេចឈ្មោះហាងប៉ុន្តែឆ្ងាញ់មិនកាទៀវគាត់ប្រើដំឡើងហើយគាត់ហាងកាទៀវរបស់គាត់ហ្នឹងគឺចាប់ដើមបើកខ្ទង់ម៉ោង6ជាងទីទួយហ្នឹងហើយឥឡូវនេះសកម្មភាពមួយនេះវីដេអូមួយនេះឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងហ្នឹងហើយអ្នកនរគ្នាហើយខ្ញុំបានថតផ្លាកយីហោរបស់គាត់នៅហាងដែរអញ្ចឹងអ្នកនរគ្នាកុំភ្លេចមើលហាងគាត់ទៅបើសិនជាចង់សាកអីអាចមកសាកកន្លែងគាត់បានបើលំឡើងគឺគាត់ចាប់ដើមម៉ោង5ជាង6និយាយទៅ5នេះ5:56ទេអត់ទាន់ចូលដល់6ផងគឺគាត់ចាប់ដើមបើកគឺចាប់ដើមហុយបើថាកន្លែងផ្សេងទៀតគឺអត់ទាន់បើកទេខ្ញុំជប់គាត់ចូលដល់ម្ចាស់ហាងថាអូនអើយព្រឹកពេកគាត់ឯងបើលឿនប្លែហើយមិនទាន់បើកទៅមិនទាន់ឆ្អិនតើឯងចង់ហូបដូចត្រាតើឯងចាំរយៈពេល1ម៉ោងទៅកន្លះម៉ោងទៀតថាអូបើចាំកន្លះម៉ោង1ម៉ោងក៏ដែរខ្ញុំទៅដើរទៅមុខទៀតហើយអញ្ចឹងខ្ញុំចិត្តជីរកន្លែងដែលខ្ញុំធ្លាប់មកនេះខ្ញុំចំណាំកន្លែងទីកន្លែងរបស់គាត់ហើយខ្ញុំធ្លាប់យកបានហើយខ្ញុំក៏បានថតយីហោរបស់គាត់ដែរអ្នកនរគ្នានេះទៅតាមផ្លូវទៅជាលេខ3ដងផ្លូវទៅតាមផ្លូវជាលេខ3នេះយីហោរបស់គាត់ដែលមានឈ្មោះថាគឹមសួរก๋วยเตี๋ยวឆ្ងាញ់ហើយឆ្ងាញ់របស់គាត់មែនមិនឆ្ងាញ់តរត់មែនឆ្ងាញ់តែយីហោទេអ្នកនរគ្នាឆ្ងាញ់របស់គាត់មែនហើយចាប់ដើមថ្ងៃចាប់ដើមរះហើយអ្នកនរគ្នាអូទេសភាពពិតជាស្អាតមែនតើខ្ញុំនិយាយមែនហើយជាតាមផ្លូវខ្ញុំមើល view ខ្ញុំមានអារម្មណ៍ថាការពិបាកចិត្តដែលយើងមានអារម្មណ៍មួយថាយើង stress យើងអត់សុខចិត្តរឿងច្រើនដែលយើងមានណាគឺបាត់អស់លេងជួយជ្រុះតាមផ្លូវអស់ហើយដល់វាហត់មែនប៉ុន្តែវាសុបាយវាបំបត្តិការ stress បំបត្តិការនឿយហត់របស់យើងដែលយើងមានកន្លងមកហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចមានឱកាសល្អចឹងទៀតរយៈពេលមួយខែអីឡើងចោះ trip ម្ដងគឺខ្ញុំអស់ចិត្តហើយពេលខ្លះមនុស្សយើងពេលខ្លះប្រឹងរលុយពេកគឺផ្ដល់សម្ពាធឲ្យខ្លួនឯងវិញទេប្រឹងផ្ដល់សម្ពាធអញ្ចឹងស៊ូរកពេលវេលាសម្រាប់ខ្លួនឯងដើរលេងខ្លះទៅណាលុយវាមិនអាចຕົករហូតដល់ចាស់ហើយស្លាប់ទៅយកទៅតាមបានទេអញ្ចឹងមានចាយខ្លះទៅ
xong khá trai khá đa lên khá từ chỉ vật vì biển này đang ngày đó bắt to bây giờ nhám ấy rồi thôi bà hai chứ các bạn tranh mau tam plei chiến lịch bay đòn plei chiến lịch bay đất bắt to từ bục tiệt lấy plei thì hù ong là sao vậy hai p là dân tranh bị hàng thiêu đất chỉ mà tam plei đất cứ plieng tiệt tai còn tập plieng có đấy cứ còn cả plieng được bỏ cái nhóm thế nhóm chi tăng bị plei sao không được plei scoot để có thể để xa cho biết là lấm nước là lấm mình khăng đấy hai bên plieng lại là chặt vô thế cứ plieng mà làm ôm thế chẳng cái nhông của chi là hô tăng scoot đó sao đó là đó là bao nhiêu cái kho lòng một hai cá thua đầm đá trip của đòn đấy cứ nhông bây giờ đòn thật sờ bài khang bên đây bằng bộ được rồi ti vui ban bơ tên sự phiêu tật sọt sát tam đòn plei plei chỉ lịch bày giờ nắng hay ban hất lân thong một chiết hai tha plei chư trán ốc chỉ sen của bên tràn hay đò pe dương ban thua đầm đá cắt tam plei chỉ lịch bày của plei trâu tật sen thụ xong cái đấy gặp đá pi lục dây mai phong bằng bộ được rồiพวกយើងក៏មិនបងអង្គយូរដែរដើរមកសំដៅមករកធូកដើម្បីអុចហើយអូនយំហ្នឹងគូដឹងយំទៅគាត់ប្រាប់ថាបងអុចម្នាក់មកសៃខ្ញុំថាម្នាក់បីសៃព្រោះសំស្រីសុកស្រីសំដៅពីរកយាយមកដើម្បីទៅតាមផ្លូវហ្នឹងឲ្យវាបានចាក់ជុំអុចបីសៃមកអត់មកសៃទេរឿងពេលជំនឿណាគេបើមិនជឿកុំប្រមាថយើងសំស្រីសុកស្រីសំដៅទៅពួកនេះគឺជាប្រពៃណីខ្មែរយើងពេលដែលចងកាត់ដល់នេះគឺនិយាយមកគឺគាត់កាត់កាប់ទៅប្រព័ន្ធទីលានម្ដងខេត្តកពតទាំងអស់ហើយកែបអីហ្នឹងកពតកែបបូកោអីហ្នឹងគឺនិយាយមកគឺធំតែម្ដងអញ្ចឹងជាបុព្វបុរសរបស់ខ្មែរយើងតាំងពីដើមរហូតមកដល់ឥឡូវហ្នឹងហើយអញ្ចឹងជីកាត់អីត្រូវអុចធូកទៅបងប្អូនទាំងអស់គ្នាកុំបំពេញពេកហើយបើថាអត់អុចធូកទេយើងប្រញាប់ខ្លាំងយើងបន់តាមផ្លូវទៅបន់តាមមាត់ទៅណាកុំអូជីតាមផ្លូវហ្នឹងវាមិនអីទេអញជីរត់ដល់អញមិនដាបន់ដាក់អីអូក៏គិតចឹងអ្នកអស់គ្នាសុខចិត្តថាធ្វើលបងកុំឲ្យបាត់គោធ្វើគោបាត់លបងចុយអញនិយាយស្អីគេពាក្យចាស់លពោថាគោបាត់ទៅធ្វើលបងដល់ហើយអ្នកអស់គ្នាខ្ញុំចង់និយាយហ្នឹងប៉ុន្តែខ្ញុំនិយាយវាលឿនពេកវាយំពេកហើយលើកទី1ដែលខ្ញុំបរិខតសម្លេងផ្ទាល់ហើយបើអង្គុយមើលវីដេអូបដារីខតបដាដល់គ្នាដល់ហើយបន្ទាប់ពីអុចធូករួចហើយហ្នឹងយើងក៏ទៅក្នុងអាសនៈរបស់លោកយាយម៉ៅដើម្បីសំសេចក្តីសុខស្រីសម្រាប់ពីគាត់ចឹងណាបងប្អូនទាំងគ្នាហើយនៅក្នុងវីដេអូនេះផងដែរការបញ្ចូលសម្លេងរបស់ខ្ញុំសុំអធិស្ឋានបងប្អូនទាំងអស់គ្នាមែនតើសុំហើយសុំម្ដងទៀតសុំហើយសុំទៀតការនិយាយស្ដីរបស់ខ្ញុំហ្នឹងគឺអត់ល្អអត់ខ្ចោះទេហើយក៏ជាលើកដំបូងដែលខ្ញុំរីខតសម្លេងនៅមុខកុំព្យូទ័រដើម្បីឲ្យបងប្អូនរបស់គ្នាបានទស្សនាហើយដើម្បីកំដរបរិយាកាសក្នុងវីដេអូនេះផងដែរបើយកបញ្ចូលទេវីដេអូនេះវាវែងហើយបើយកអត់និយាយទេអ្នកគ្នាអត់បានស្ដាប់អញ្ចឹងខ្ញុំប្រឹងនិយាយទៅក៏ផ្លែខ្លះសោចខ្លះទៅហើយបើអត់សោចទេអូចោលទៅបាយចុយបាយហើយឡើងអេសូនេះណាបងប្អូនមិនមែនថាស្រីទៅបានមកស្រោចទឹកបានទេប្រុសក៏ស្រោចបានដែរសំសេចក្តីសុខសេចក្តីចម្រើនសុំឲ្យវាធំឲ្យវែងអញ្ចឹងណាបងប្អូនដឹងហើយបើមនុស្សស្រីគេសុំដើម្បីមានកូនមានអីចឹងទៅប៉ុន្តែក៏មិនមែនទេក៏គឺរបស់ស័ក្តិសិទ្ធិអត់ប្រកាន់ទេមិនមែនថាអូឃើញលឹងអញ្ចឹងស្រោចទៅមានកូនទេមិនមែនទេ no សំសេចក្តីសុខសេចក្តីចម្រើនយើងស្រោចទៅចាក់ជុំយើងយល់ទេប៉ុន្តែប្រពៃណីខ្មែរយើងក៏អត់តែឃើញអារូបលឹងហ្នឹងគេគិតថាស្រោចទៅមានកូនមានអីណាអត់ទេ noតែឥឡូវក៏វាបុកសំនឹងបុករួមជាមួយនឹងការសំដែរអញ្ចឹងណាវិសាសិក្សាអីចឹងទៅហ្នឹងហើយសកម្មភាពមួយនេះជីចោះជីឡើងផ្លេចបើបែបជីហួររីសតយ៉ាងណាហើយរីសតហ្នឹងគឺនៅចិត្តរីសតដែលខ្ញុំធ្លាប់គេងកាបុនហើយរីសតដែលខ្ញុំបោលើកនេះគឺនៅចិត្តដែលរីសតដែលខ្ញុំគេងកាបុនហ្នឹងគឺមានឈ្មោះថារ៉ាម៉ូរីសតហ្នឹងហើយអ្នកគ្នាបានលឺសម្លេងនៅក្នុងសម្លេងស៊ីនក្នុងវីដេអូនោះផងដែរគឺរ៉ាបូរីសតជាមួយនឹងម៉ាបូតិចហ្នឹងគឺចិត្តគ្នាតែម្ដងហើយរ៉ាបូរីសតគឺខ្ញុំធ្លាប់ចូលគេងកន្លែងហ្នឹងវាជាប់មាត់បឹងមាត់អីចឹងទៅប៉ុន្តែអាម៉ាបូតិចនេះតម្លៃថោកជាងរ៉ាបូរីសតប៉ុន្តែអត់ជាប់មាត់ទឹកអមេទេគឺរុំពាត់ដោយសិតតែថ្មទេគឺកន្លែងសំណង់ថ្មទេហើយមានអាងហែទឹកគឺអត់មានលក្ខណៈព្រៃធម្មជាតិអីនៅមាត់ជាប់អាចមើលដងស្ទឹងព្រែកអីបានទេអញ្ចឹងហើយក៏វាមានតម្លៃថោកចឹងទៅប៉ុន្តែក៏អែមម្យ៉ាងដែរអ្នកនរគ្នាហោណាបានអ្នកនរគ្នាបន្ទប់មួយក្រែ2តម្លៃ$20មានអាងហែទឹកយកចំណីអាហារអាចយកចូលដោយសេរីអាំងមានសក្រានអាំងភ្លើងទៀតជួតែ10000ទេមានខ្ជូងមេអាំងឲ្យយើងមកឆ្ងាញ់មកអែមនៅហ្នឹងហើយខ្ញុំមិនសិនឲ្យអ្នកគ្នាអ្នកដែលសែវលុយចង់ដើរលេងអស់លុយតិចទេណាមកកន្លែងម៉ាបូតិចហ្នឹងមកមានតាំងពីជួម៉ូតូជួកណូតនិយាយទៅកន្លែងគាត់គឺមានសារគ្រប់មុខទាំងអស់ហើយណាអែមបងអែមយកតែម្ដងប៉ុន្តែគ្រាន់ថាវាអត់មានបញ្ញូដែលយើងមើលនៅតាមមាត់ព្រែកមាត់ស្ទឹងអីចឹងណាវាអត់ទៅស្អាតត្រង់តែចំណុចមួយហ្នឹងហើយអ្វីដែលខ្ញុំចង់បានណាអារីសតដែលខ្ញុំចង់ជួដំបូងហ្នឹងគឺវាមានមាត់ព្រែកគាត់អីហើយអាចលេងទឹកអាចដាក់
cái quỳ nhâm hộp chục phật si ăn sạch thì chẳng từ và to bói dưới của ban do bán bọc nhà được còn hay là xua còn đạp bò nhà bán mùi nhưng mà toàn máu chết đấy này anh nhưng mà có hơi ở lớp bóng chui chạy lên tụi sợ mùi của thằng ok khơi chết bông chắc anh đã bán mà nó bắt gói xong rồi thằng xong đi ta bảo quạt bơ oi đã ok chắc đấy đã bán hòa tha và bán bỏ giống cỏ bên đây đi làm lại được đúng đấyอย่างเฉินมีเผาbên nắng xa thì tụi đi tạo bên miệt bạ được bôi cả tủ sạc bây giờ đạn nắng đi miền nắng cái do tủ sạc vô nhà nắng đi to bây giờ ban sụp tay sụp na cho bôi đang nè sự vi hới do bạn tục nơi đông ở resort rồi đó dương các bạn chơi chậm nợ tư cô đại đi bôi đại dương thử tới cứ nôm bộ cổ hà bây đại dương mình play đóng cứ sang cứ biên sở rạc sụp khăn mình tên phù đáp nôm bộ cổ đang xẻ bên nào đó viên cá trâu chỉ kháng mà tô mà rồi đọc xe đôi chuột bỏ nhom ní cứ mà bạn lại mình tinh pro tham rồi đọc xe pe khá tua khá cứ mua lại lần gà lấy ngay nào đây và tại ban là con tơ sai sắp thì chân mà tha pe khá bản thân chỉ trong chi nè nè trip mau bộ cô chi mà tô mà rồi thay bạn xe xong các bạn vậy ta ở tại cái lịch ông giá các bạn có em này tại bà tha chi ô tô lang nhom trap nhưng mà nó mà tô na nhom chạy trâu tại bà sân chỉ mà tôi thông tin ADV mà rồi ham rồi hút chân tới đấy đâu nè ở đây thu nè hay vì mình ta bắt đắc cái nào thế nhóm tháng nó mà tôi copy mà rồi đắp chi tăng thủ cái nào mua là copy ở link món ga link món cái sai xong mai đâu cả lấy thúc bây giờ thúc thọ đủ rồi prum đồ cơ nào thế ở ban thọ đủ qua bông bông thế khơi gì mà tay thủ đề không pin nhẹ với chi lai không má ơi mua ấy lòng rồi vô thảo ơi trời mà tôi thủ đề nó lăng mà trong pin nhẹ chắc cho trong coi sao về kia cho là đặc hay giờ mà to bị dư chặt sang đi qua đó nè có dư còn ban từ ở tốt luôn trả hủi mùi nhờ trong châu mát đi tụi ta mát họ khơi đó lần nó mát năm này na spend năm đóng na đi chẳng ti phun mà sáng miền tạm môi đi cư dân cho họ tốt luôn trả hủi từ tình ấy do ta hộp nên lừa prum bộ cô ai trong còn bên còn đồ ta lang nô prum bộ cô nó thọ đủ khái từ tụm nục tật nên lừa prum bộ cô đại chi tụm pu nôm tại mà đóng tụm nục tật nên lừa nôm bộ cô á ở đây cái lấy mà mơ kia nhau vinh nhau vậy tròn bự đào rọp kia du chắc còn anh ta lấy bơ bốc kia anh cháu và nhóm đã kia đang đặt luôn anh trong man ấy bà này đang đặt kia với trong man ấy trong nhâm ấy bà này chứ chơi bét vào còn anh cháu bốc tình cái lạc ngay cho lang ở bây giờ nói hộp ấy kia còn nhóm đại nhất là cái bên đây cậu bị giết cô chứ ok và lưu tôi bốc con ạ cái coi nhầm à rồi nhóm cái con anh vậy anh vậy có hay sao đẹp chứ là đà báo xưa tha anh tiếc chứ nhở anh tí cái bạn bắt đánh nhóm đăng bạn này hãy vô chập đào mà chỉ được cả này dân hộp tí tôi tê dân hộp chờ nó nè ở bắt bóng ở mà đây nó bôi có dân hộp đó nè ở bên đồ kho tới đây hãy chọn cái đó gì chứ cứ sạch chân do git cô to tại bạn này kìa do git cô bao để 10 ngày khai sao còn nào đỡ 10 ngày khai sao còn nào 10 ngày khai hô là lê với là lê với chắc nè hô lên là lê vì là lọ đi ô thằng còn thằng cụ thể bọt mai đó hộp tới bọt mai ăn khăn hơi nhanh nè ok do mà chọn bánh chân ai kia cho cần lấy bắt khơi đây do đại cọ đại khiêu chết đấy nè đại khiêu chết đấy do đại khiêu chết ở đây do cái do chết do ấy chết trong đạp phê đặc biệt trong đạp phê về lê một con này bắt lôi dương châu sama cái này thì nông trip bôi đi rồi nào gặp san bôi đi cứ bôi dương chùm nại nông mình nè sai sập ria chiên để nè sai sập ria đang ở tầng bài bật tầng xăng tầng hộp ấy vậy đó sò rót được có bằng hay những cái tháp bắt cái tích bằng pot đó đâu đấy vậy mấy hay rồi pe tới giờ ba bán rui rua rồi bao nhiêu mấy chừng mà đó bọt vía cho cho đông bộ cô yeah ơi thôi được phơm cho nào tại men tại lớn đi búi này trong chi mà tôi làm không bộ cô này họ đâu mau lớn tăng pi trình đoán tại plei mình cho ăn plei nó cái lúc ở cho mình một cam tay trâm trơ đây giống vậy ta plei bộ cô bị bố đó cứ ca trong vây cục mà đi ta lại đi cứ ảo bị quạt những em đây bên tè bên đây nơi chẳng đó 200 lạng đó lấy 100 điểm rồi hay mà to pi mà đó cho plei lang bộ cô ấy dương ở xu cái đó thao đúng không pi đẹp thì thò tê thả kẹo thò tê chậm thò lừa bó mình cho ập cho ấy vô từ lừa đấy lô bắt ấy thà giặt bột lên nấy đấy ở đây thò đủ sạch hay đào bôi đó tay cu do mà chi bị còi cu đợt năng còn thò tru cứ còn sải chật tê xong bây giờ thò xa có khăn đấy nó là nó rung bộ cô còn là khăn bằng plate bay đỏ xong xa còn một cái cái khăn đó thò xa xu thấy thoại khăn bó thò xa hay giống vậy bên giống thọt mấy cái thử chết có thể tôi bây giờ thọt sát nhưng có thằng mơ play dương á xua cái thằng út sát có thằng nó gọi có sátนี่คือจีรูปเพียบได้ยังทั่วดำน้ำลามนมบโกบาน30ไปรอยในเพลย์ให้ประตูบอลยืนบานลามรอเลยนั่งก็บานเคยเนี่ยเดี๋ยวบองอาขมาจิ้มโต
ពកខ្មៅហ្នឹងគឺគាត់បានប្រាប់ដែរថាបងបើមកពីណាអញ្ចឹងបើសុំជីឲ្យប្រយ័ត្នប្រយែងសុខភាពតាមផ្លូវណាព្រោះថានៅលើភ្នំបើជីទៅឡើងលើនេះទេបើឃើញហើយពួកចិនគេបាទជីឡានហ្នឹងបុកគ្នាឡើងពេញផ្លូវហើយអត់ទាន់យកចេញទេអត់ទាន់ដោះស្រាយបានទេឡើង4-5ម៉ោងហើយគាត់និយាយអញ្ចឹងគាត់មកតាំងពីព្រឹកហើយខ្ញុំសួរគាត់ដែរបងបើមកពីណាវិញបងគាត់ថាអូខ្ញុំមកពីកោះកុងថាអេបើពីកោះកុងក៏ជីមកដល់កពតគាត់ថាហ្នឹងហើយបើមកតែម្នាក់ឯងខ្ញុំទ្រីបតែម្នាក់ឯងហ្នឹងឯងទ្រលាប់ជាទ្រលាប់ឯណាគាត់ថាជាទ្រលាប់របស់គាត់ឯណាអូយបងហើយពីកោះកុងមកដល់កពតនេះក៏មិនតិចគីឡូដែរវាចង់លើសខ្ញុំពីពេញទៅមកកពតទៀតហើយគាត់ថាមកតែឯងហ្នឹងទេគាត់ solo trip ហើយ trip របស់គាត់ហ្នឹងគឺវិលល្ងាចចង់និយាយថាវិលល្ងាចជីដើរលេងហើយបើគាត់គិតថាចង់ទៅផ្ទះវិញក៏ទៅផ្ទះទៅអញ្ចឹងណាហើយនេះគឺជាដងផ្លូវឆ្ពោះទៅលើព្រំបូកូហើយពិតជាដូចជាអ្វីដែលគាត់និយាយពិតមែនអ្នកនេះពេលដែលខ្ញុំជិះទៅដល់ឡើងលើអ្នកនេះទៀតនឹងឃើញហើយអាកន្លែងដែលគេបុកគ្នាហ្នឹងគឺអត់យកចេញមែនហើយចិនមានប៉ូលីសមានអីតែតែដោះស្រាយកើតប្រហែលយើងខ្ញុំគិតថាខ្មែរបុកមួយចិនបុកមួយខ្មែរទៅដល់ពេលដោះស្រាយកើតអ្នកបោកប្រែក៏មិននៅណាគេបោកប្រែដោះស្រាយនៅលើហ្នឹងទេហើយមានប៉ូលីសសំណាងហើយសំខាន់ពួកគាត់អត់ឆ្លោះគ្នាទេគឺឈរមើលមុខគ្នាងុយប៉ូលីសក៏អត់ចេះបោកប្រែអាអ្នកបុកគ្នាគូបដិបត្តិសងខាងដែលបាត់កិច្ចគ្នាហ្នឹងក៏អត់ចេះបោកប្រែហើយអង្គុយបុកគ្នាមកខ្ញុំក៏តែឃើញថាខ្ញុំវាខ្សើមើលរឿងចឹងវាមិនមែនជារឿងរបស់ខ្ញុំទេចឹងក៏យើងជីទៅឲ្យហួសហ្មងទៅតោះខ្ញុំសុំធ្វើការផ្អាកនិយាយបន្តិចដើម្បីឲ្យបងប្អូនបានមើលទៅសភាពទៅការធ្វើដំណើរឡើងលើភ្នំបូកូតោះយើងទៅមើលទាំងអស់គ្នាកន្លែងនេះយើងបានឈប់ថតរូបឲ្យពួកគាត់ចង់ថតអញ្ចឹងវាលក្ខណៈវាបញ្យូវាស្អាតទឹកជ្រោះធ្លាក់មកពីលើភ្នំបូកូហើយខ្ញុំក៏ប្រាប់គាត់វិញថាអូខេខ្ញុំថតហើយមានលុយដូចឯងបាទត្រឹមដើរមើលក៏ប៉ុន្តែដើរមើលក៏ដោយចិត្តទៅជាអែបអបបើជាអែបអបទៅទៅរួមឯងក៏បានយ៉ាងម៉េចឯងយល់សំដីដែលឯងនិយាយនេះទេឯងថាទៅមើលហើយចុះលោកពូយល់ដែរទេអញឃើញមិនបើមកដល់លើភ្នំបូកូឡៃអាសនៈរបស់យាយម៉ៅបាទអញ្ចឹងយើងក៏បានឡើងទៅលើអាសនៈរបស់យាយម៉ៅបានមើលបច្ចេកភាពពីលើភ្នំបូកូមើលចុះទៅក្រោមដើម្បីថតយកញូស្អាតហើយមានកន្លែងទាំងថ្មដែលសម្រាប់យើងថតរូបហើយនិយាយថាគូដឹងយកវិញនិយាយថាឃើញកាមេរ៉ាបានទេណោះនេះអើយរត់តាមដូចស្អីទៅឲ្យទូរស័ព្ទមកថតគឺគាត់រត់តាមឲ្យយើងថតឲ្យហើយថតឲ្យហើយខឹកខ្ញុំថតឲ្យដែរកាលពេលគាត់តាមក៏ចោលយើងថតឲ្យប៉ុន្តែថតឲ្យគាត់ថាស្អាតអត់ស្អាតគាត់ខឹងយើងហើយលើភ្នំលូកូហ្នឹងគាត់តែផ្លែតខឹងយក3ដងហើយក៏មានវីដេអូលំគាត់ដែរគាត់ខឹងមួយផ្លែត3ដងយក3គាត់ខឹងតែប៉ុន្តែលូកក៏ស្រួលលូកដែរបងលូកតែមួយផ្លែតគាត់ឆ្កឹះសកាទៅចាប់ដើមធ្វើមុខធ្វើមាត់ឲ្យយើងវិញវាស្រួលបំផុតការប៉ັດទៅវាអត់បាក់ទេមនុស្សស្រីស្រួលលូកណាស់ហើយក៏ស្រួលខឹងដែរហើយតែសភាពមើលលើ view លើភ្នំបូកូនេះវាស្អាតមែនតើបងវាធ្វើអារម្មណ៍របស់យើងផ្លេចទុកកង្វល់ដែលយើងមានជាច្រើនហើយមក trip លើកនេះម្ដងនេះគឺខ្ញុំក៏ចង់មកលំហែខួរក្បាលឲ្យវាបាត់ stress បាត់អីដែរមនុស្សម្នាក់វាតែងតែមាន
គេហៅថាបញ្ហាផ្ទាល់ខ្លួនណាបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏មានបញ្ហាផ្ទាល់ខ្លួនតែមិនអាចនិយាយបានពេលខ្លះសូម្បីតែមិត្តជិតស្និទ្ធឬមួយក៏គូទៅដឹងក៏ដោយពេលខ្លះនិយាយអត់ចេញទេបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏សុំក៏ឲ្យរឿងអាក្រក់ដែលរឿងដែលមិនសប្បាយក្នុងគ្រួសារអីទាំងអស់ឲ្យរលាយបាត់តាមខ្យល់ទៅតាមពពកទៅលើភ្នំបូកគោទាំងអស់ទៅចោះយើងក៏បានចោះពីរូបសំណាក់របស់យាយម៉ៅឆ្ពោះទៅកាស៊ីណូនៅភ្នំបូកគោកាស៊ីណូចាស់តែគេល្បីណាបងប្អូនទាំងអស់គ្នាហើយខ្ញុំខានទៅយូរហើយអត់ដឹងថាវាឥឡូវវាប្រែប្រួលយ៉ាងណាវារបៀបម៉េចទេព្រោះថាណាមួយទៅសភាពកន្លែងនេះខ្ញុំនិយាយត្រង់នេះពេលទៅចោះអាប់អញ្ចឹងពេលដែលយើងជិះម៉ូតូអញ្ចឹងទៅជាក់ផងបូករួមនៅអាខ្យល់ធម្មជាតិស្រូបមកបរិយាកាសហ្នឹងទៀតអូយនិយាយថាម៉ែអូយ fresh ខួរក្បាលភ្លេចអស់អារឿងបបាក់ចិត្តអារឿងដែលយើងមិនសប្បាយចិត្តអាលេងអស់លេងនៅលើភ្នំបូកគោហ្នឹងតែមិនមែនរលាយ 100% នោះទេគ្រាន់តែយើងបានមួយរយៈខ្លីតែប៉ុណ្ណោះប៉ុន្តែខ្ញុំសង្ឃឹមថាពេលដែលខ្ញុំមានពេលវេលាខ្ញុំនឹងធ្វើដំណើរទៅកាន់បូកគោភាសាទៀតហើយទៅរកកន្លែងលេងនៅខេត្តកំពតផ្សេងទៀតឲ្យបងប្អូនអរគ្នាបានទស្សនាទាំងអស់នេះតែឥឡូវយើងបានមកដល់ភ្នំឥឡូវយើងបានមកដល់កន្លែងកាស៊ីណូចាស់ហើយនិយាយមែនបងប្អូនទាំងអស់គ្នាកន្លែងកាស៊ីណូចាស់នេះគឺប្លែក99 ដឺការ៉េសម្រាប់ខ្ញុំតែម្ដងពីមុនអាគារមិនអញ្ចឹងអានេះគឺធ្វើថ្មីតែម្ដងហើយខ្ញុំបានសួរសន្តិសុខនៅហ្នឹងថាបងអាហ្នឹងកាស៊ីណូចាស់មែនថាហ្នឹងហើយថាអញមិនគេបិទអត់ឲ្យចូលអីចឹងហើយដូចមិនមែនរូបរាងកាស៊ីណូចាស់ពីមុនគាត់ថាអត់ទេឥឡូវគេធ្វើថ្មីព្រោះថាចិនជួចិនណាចិនមកខ្ញុំមិនហ៊ាននិយាយអីប្រេះប្រាស់ទេណាប៉ុន្តែឥឡូវពីមុនចិនជួគេបើកធ្វើជាកាហ្វេអីចឹងទៅអាចចូលបានញ៉ាំកាហ្វេញ៉ាំអីនៅលើហ្នឹងប៉ុន្តែឥឡូវមករយៈនេះអត់ដឹងកកើតអីទេចិនបិទចោលតែម្ដងហាមមិនឲ្យចូលទៀតហើយយើងក៏មិនហ៊ានថាដេញដោលសួរនាំច្រើនដែរហើយយើងក៏បានដើរទៅកាន់មកជុំវិញបរិវេណកាស៊ីណូចាស់ហ្នឹងដើម្បីទស្សនាមេនូស្អាតប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចឋានសួគ៌ចឹងបងប្អូនវាចោះអាប់វាចោះអាប់សិតតែអាប់បងប៉ុន្តែមើលពីលើចុះមកក្រោមមើលកើតទេវាអាប់មើលឃើញតែម្ដងហើយបដើមស្រួលដើរតែ5 6ម៉ែត្របាត់គ្នាបងអត់ហ៊ានដើរឆ្ងាយទេខ្លាចបាត់គ្នាហើយដល់មួយវាក៏មិនពិបាកដែរឥឡូវសម័យយើងមានទូរស័ព្ទមានប្រើមានអាចតាក់ទងតាម Telegram មិនបានខលអីចឹងដែរណាហើយនៅលើនេះពួកបងប្អូនគាត់មកជក់បរិយជក់អីចឹងទៅខ្ញុំមិនដឹងថាពួកគាត់គិតអីទេខ្ញុំមកជក់បរិយជក់អីពេញហ្នឹងហុយគីឡូពេញចឹងវាធម្មតាកន្លែងទេសចរក៏ពិតទៅយើងជក់អញ្ចឹងក៏វា fresh ម្យ៉ាងដែរប៉ុន្តែពេលខ្លះយើងជក់ទៅកុំឲ្យប៉ះពាល់ដល់អ្នកដទៃដែលគេភ្ញៀវទេសចរដែលគាត់ដើរមកគាត់ធំបរិយអត់បានអីចឹងណាបងប្អូនហើយក៏មានភ្ញៀវទេសចរដែលគាត់ធ្វើដំណើររួមមួយខ្ញុំនៅកន្លែងកាស៊ីណូចាស់ហ្នឹងក៏គាត់បាននិយាយប្រាប់ដែរតែហេតុអីបានគាត់បរោះដ្រូនអត់បានគេហាមឃាត់របស់គាត់ហើយគាត់ជិះឡើងមកក៏ជិះខុសផ្លូវណានេះជិះទៅចូលអាផ្លូវអាកន្លែងគេធ្វើដូចជាមានអាគារដូចជាមានផ្ទះមកជួរហ្នឹងច្រើនមែនទេហើយគាត់ជិះទៅដល់ហ្នឹងសន្តិសុខដេញគាត់ថាមកទៅអីហើយគាត់ថាគាត់ថាជិះខុសផ្លូវចាប់បាច់ដេញនិយាយស្រួលទៅគាត់ថាកន្លែងហ្នឹងកន្លែងហាមឃាត់កន្លែងរបស់ចិនហើយក៏គេនិយាយអញ្ចឹងខ្ញុំថាខ្ញុំដាក់ហើយបងបើជិះទៅតាមចោះកន្លែងផ្លូវណាមកជួបកន្លែងមានកន្លែងមានផ្ទះសម្បូរដល់ចិនអញ្ចឹងណាគាត់ថាគាត់ក៏អត់ដឹងដែរគាត់ជិះមកបំរុងទៅកន្លែងទឹកជ្រោះធ្លាក់លើភ្នំបូកគោហ្នឹងតែខ្ញុំក៏អត់ស្គាល់ដូចគ្នាហើយគាត់ហ្នឹងក៏បានជ្រុលទៅដល់កន្លែងខុសកន្លែងហ្នឹងចឹងទៅហើយគេស្ដីឲ្យគាត់មិនមែនគេស្ដីទេលក្ខណៈថានិយាយមកភាសាមិនព្រោះស្ដាប់អីចឹងណាសន្តិសុខដែលនៅលើហ្នឹងហើយគាត់ថាគាត់ក៏ចង់និយាយអាក្រក់អក្រៃចឹងដែរព្រោះគាត់ធ្វើការឲ្យគេវិជាមកគឺធ្វើអញ្ចឹងខ្ញុំក៏អត់យល់ដែរណាហើយខ្ញុំថាតិចចោះផ្លូវដែរទៅហើយឥឡូវយើងចេញពីកន្លែងកាស៊ីណូចាស់ហ្នឹងទៅខ្ញុំឆ្ពោះទៅកន្លែងទំនប់ទឹកទៅលេងអង្គុយ fresh ហ្មងអត់ហ៊ានទៅកន្លែងទឹកជ្រោងទេទោះបីខ្ញុំរកឃើញជីខុសកន្លែងទៅចូលចង់កន្លែងហ្នឹងទៅគេស្ដីឲ្យតែថ្មីខ្ញុំហ្នឹងហើយក៏ជាហេតុជាផលមួយដែលខ្ញុំវាមិនទៅអញ្ចឹងខ្ញុំបដូរទៅទីតាំងទំនប់ទឹកវិញតែទំនប់ទឹកក៏អែមយ៉ាងដែរណាហើយតាមផ្លូវនេះនិយាយថាវា fresh អើយ fresh និយាយថាជិះមកឃើញមានអារម្មណ៍ថាណាគិតស្វ័យមើលបើសិនជាជិះទៅឃើញអាប់ចោះអញ្ចឹងដូចឋានសួគ៌អញ្ចឹងពេលខ្លះសិតតែឆអង្គុយលេងដាក់ក្រាកទេអង្គុយញ៉ាំអីក៏មានអារម្មណ៍មួយថាអូយ fresh មែនប៉ុន្តែវាតាមពេលវេលាណាថ្ងៃនេះវាគឺអំណោយផលដែរពេលមេឃវាអំណោយផលដែរទៅវាធ្លាក់អាប់មករៀងខ្លាំងអញ្ចឹងហើយបាច់ចាំទៅដើរលេងស្រុកគេទេបងប្អូនឲ្យទៅដើរលេងនៅស្រុកខ្មែរអស់ទៅស្រុកខ្មែរទីកន្លែងស្អាតច្រើនណាស់ខ្ញុំនិយាយថាត្រង់ណាបងអញ្ចឹងលើកទី1ដែលខ្ញុំចាប់ដើមចេញ trip អញ្ចឹងហើយអាចនឹងមានលើកតែមានលើកទី3មានលើកទី2មានលើកទី2មានលើកទី3ហីតែរកកន្លែងស្អាតដើម្បីឲ្យវា fresh ខួរក្បាលកុំឲ្យគិតច្រើនលុយអាចរកបានតែអាពេលវេលាដែលយើងសុបាយនេះយើងរកបានទេប៉ុន្តែយើងចាយក៏ត្រូវចេះគិតដូចគ្នាក៏ត្រូវចេះទុកចេះអាពេលថាលុយដើរផ្សេងលុយសន្សំផ្សេងលុយចាយផ្សេងលុយតែត្រូវធ្វើអីផ្សេងតែឥឡូវខ្ញុំមិនមែនទៅបដៅបងប្អូនទេខ្ញុំគ្រាន់តែប្រាប់តែប៉ុណ្ណោះ
ចឹងកុំយល់ច្រឡំថាខ្ញុំបដាអីអរគុណ ហើយតាមមួយបើយើងធ្វើជាមនុស្សយើងកុំសូវខ្វល់ពីសម្ដីអ្នកដទៃពេកពេលខ្លះយើងត្រូវធ្វើអីយើងធ្វើនឹងទៅយើងកើតមកមិនមែនមួយចិត្តមាន10ដងទេមួយចិត្តមានតែម្ដងទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវគិតអ្វីដែលយើងគិតថាល្អយើងធ្វើទៅអ្វីដែលយើងអាក្រក់យើងចានចោលទៅពុទ្ធក៏បានសម្ដែងក៏បានបញ្យល់ធម៌ថាធ្វើល្អមកល្អធ្វើអាក្រក់មកអាក្រក់តែខ្ញុំល្អក៏ធ្វើអាក្រក់ក៏ធ្វើដែរតែណាគេធ្វើអាក្រក់ដែរខ្ញុំធ្វើដាក់វិញហើយណាគេធ្វើដាក់ល្អដែរខ្ញុំយកទៅវិញនេះគេអាចទៅរបស់ខ្ញុំបងខ្ញុំចង់និយាយចាក់ចង់និយាយថាហ្នឹងវាជាតែរបស់ខ្ញុំចាក់ចាធ្វើល្អដាក់ខ្ញុំមកខ្ញុំធ្វើល្អដាក់វិញហើយតែឯងធ្វើអាក្រក់ដាក់ខ្ញុំធ្វើអាក្រក់ដាក់វិញនិយាយលេបងប្អូនអរគ្នាបតាចរិតខ្ញុំពិតជាអញ្ចឹងមែនបើតែឯងអាក្រក់ដាក់ខ្ញុំសែវតែឯងទុកខ្ញុំនឹងធ្វើអាក្រក់ដាក់ឯងវិញសងទៅសងមកយ៉ាងនិយាយតោះមានស៊ីមានសងមនុស្សខ្ញុំអញ្ចឹងបើតែបើអ្នកដែលធ្វើល្អដាក់ខ្ញុំចាំគុណគេណាខ្ញុំលឹកគុណគេណាខ្ញុំអរគុណគេណាហើយមួយទៀតបាច់ទៅឆ្ងល់ទេណាបងប្អូនពាក្យច្រើនមនុស្សដែលចរាយើងវាមិនដាច់ចូលចិត្តយើងទេវាចាំតែឆ្លៀតយើងទេឥឡូវខ្ញុំនិយាយខ្ញុំមិនថាឲ្យបុគ្គលណាមួយទេណាហើយខ្ញុំនិយាយចោលទេខ្ញុំនិយាយចង់ប្រាប់ថាបើគេបញ្ចូលចិត្តយើងហើយយើងប្រឹងប្រយ័ត្នតិចទៅណាប្រយ័ត្នតិចទៅព្រោះវាច្រើនមនុស្សដែលគេគិតអាក្រក់ពីលើយើងហើយគិតអវិជ្ជមានពីលើយើងហើយវាមិនដែលចង់ពងឲ្យល្អមកពួកយើងទេវាតែគិតថារងបញ្ឈូបាយណាធ្វើឲ្យឯងគេស្អប់ឲ្យឯងនេះហ្មងនិយាយទៅវាអត់ឲ្យល្អជាយើងហ្មងណាវាអត់ឲ្យល្អជាវាហើយវីដេអូនេះគឺវែងខ្លាំងណាស់បងប្អូនរយៈពេល1ម៉ោងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាកាត់ត្រឹមអាឡែងទៅទំនប់ទឹកនេះចូលទៅភាគ2តែម្ដងហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមើលតាមវីដេអូនេះណាតាំងពីរហូតដល់ចប់ទ្រាំមើលណាទ្រាំមើលខ្ញុំនិយាយរហូតតាំងពីដើមរហូតដល់ចប់អញ្ចឹងបើភាគ1ប៉ុណ្្នឹងបានហើយចាំតាមទៅភាគ2ហើយភាគ2ហ្នឹងខ្ញុំនឹងទៅកន្លែងណាខ្លះគឺ3កន្លែងទៀតអរគុណជម្រាបលាជួបគ្នាភាគ2បាយបាយ